ngàyនេះគឺជាថ្ងៃសិរីមង្គលគឺពិធីរៀបអាពាហ៍ពិពាហ៍របស់បងប្រុសរបស់ខ្ញុំតែម្ដងចាអញ្ចឹងថ្ងៃនេះគឺហួយមិនបងអង្គយូរទេគឺថាថតប្លុកទុកជាអនុស្សាវរីយ៍តែម្ដងគ្រាន់តែថាមិនបានថតបានពេញលេញទាំងអស់ទេអាចថតបានប៉ុន្មានគឺព្យាយាមថតបានប៉ុណ្ណឹងដើម្បីកាត់ជាវីដេអូទៅឲ្យអ្នកទាំងអស់គ្នាមើលក៏ដូចជាមើលខ្លួនឯងថ្ងៃក្រោយទៀតចឹងណាហើយគិតមើលការបងប្រុសមួយទាំងមូលនេះបើអត់ទៅចូលរួមក៏អត់កើតហើយបើសិនជាអត់បានថតប្លុកទៀតក៏វារត់តែអត់សមទៀតហើយឃើញអត់ល្អប៉ុណ្ណាដែលមានបងអូនស្រីជាអ្នកថតវីដេអូអញ្ចឹងឃើញអត់ខ្វះវីដេអូទុកមើលថ្ងៃក្រោយណាចាចូលមកដល់គឺថាឃើញខ្ញុំសើចអីហ្នឹងកុំឆ្ងល់ថាខ្ញុំកើតអីគឺថាខ្ញុំមានការសន់ស្លោជាខ្លាំងគឺថាកៅអៅអត់មានបានទៅកាត់ទៅអីបានតាន់ទេអ្នកនរគ្នាគឺទិញស្រាប់យកមកស្លៀកទេហើយទិញនេះគឺថាទិញចំថ្ងៃដែលគេចាប់ផ្ដើមល្ងាចសូត្រមុននឹងតែម្ដងចាមានការសន់ស្លោចាំអ្នកដឹក delivery យ៉ាងយូរជាខ្លាំងតម្រាំតែបានកៅអៅនឹងមកហើយមកដល់ផ្ទះភ្លាមគឺថាម៉ោង1ថ្ងៃត្រង់អ្នកទាំងអស់គ្នាអញ្ចឹងមកដល់គឺលោភ្លាមតែម្ដងហើយឆ្លៀតចូលម៉ាត់ទិញគ្រឿងស្អីនឹងកញ្ចក់អីវ៉ាហ្នឹងគឺយកមកបិទខ្លួនឯងទាំងអស់អ្នកទាំងអស់គ្នាគឺអត់បានធៀមមុនទាំងអស់តែម្ដងហើយអ្នកទាំងអស់គ្នាគិតមើលមនុស្សមិនដែលបានទៅញ៉ាំការឡើង5-6ឆ្នាំហើយតាំងពីវិទ្យាល័យមករហូតមករៀននៅពេញដល់ចប់ទៀតហើយគឺអត់ដែលបានទៅញ៉ាំការទេអ្នកទាំងអស់គ្នាដល់ពេលអញ្ចឹងទៅសម្លៀកបំពាក់អីទាំងអស់ស្បែកជើងកាបូបអីហ្នឹងគឺត្រូវទិញថ្មីទាំងអស់តែម្ដងហើយដូចអ្នកទាំងអស់គ្នាឃើញមិនអញ្ចឹងអាឈុតពណ៌សហ្នឹងគឺខ្ញុំពាក់នៅកម្មវិធីពេលល្ងាចទទួលភ្ញៀវហ្នឹងហើយជាមួយនឹងពណ៌មាសហ្នឹងគឺថាខ្ញុំពាក់ដើម្បីទទួលការស្លាគេហៅចំនួនអីហ្នឹងហើយចំពោះពណ៌ក្រហមនេះវិញគឺថាខ្ញុំទិញមកខ្ញុំស្រឡាញ់មែនតើអ្នកនរគ្នាលើកសាច់សន្លប់ហើយស្អាតខ្លាំងមែនតើប៉ុន្តែដោយសារតែខ្ញុំរៀងស្រឡាញ់ពណ៌សជាងខ្ញុំពាក់ពណ៌សទៅអញ្ចឹងរ៉ូបក្រហមនេះខ្ញុំទុកពាក់ពេលកម្មវិធីអ្នកផ្សេងទៀតចឹងហើយចំពោះកាបូបហើយនៅស្បែកជើងវិញគេថាខ្ញុំរើសពណ៌សទាំងអស់តែម្ដងចាព្រោះមនុស្សទៅស្រឡាញ់ពណ៌សអញ្ចឹងណាអញ្ចឹងបើថាជ្រូពាក់រ៉ូបពណ៌សហើយគឺថាសមសេតែម្ដងហើយនិយាយពីថាមនុស្សកពស់មិនសូវបានទេពេលពាក់កែងចឹងទៅអូនិយាយជាជាក់សន្លប់ហើយនេះគឺជាកញ្ចក់ដែលខ្ញុំទិញយកមកបិទស្រាប់ឯអ្នកទាំងអស់គ្នាគឺបិទ1 កៅ 502តែម្ដងចាគឺថាមានការសន្សើរជាខ្លាំងហើយកញ្ចក់ហ្នឹងគឺថាវាបិទហ្នឹងគឺវាពិបាកខ្លាំងមែនតើដោយសារកញ្ចក់យើងវាវែងធំមកហើយបិទទៅគឺថាយើងត្រូវកាត់សារ៉េអីញ៉ៃច្រើនមែនតើតម្រាំតែបិទហើយចាតែបន្ទាប់ពីបិទហើយហ្នឹងគឺថាស្រឡាញ់សន្លប់តែម្ដងគឺថាវាស៊ីជាមួយនឹងខ្ញុំខ្លាំងមែនតើជាមួយនឹងពណ៌សហ្នឹងចាហើយនៅ end on បិទកញ្ចក់ហ្នឹងគឺថារាប់ម៉ោងឡើងដល់ម៉ោង5ល្ងាចទេអ្នកទាំងអស់គ្នាកម្មវិធីគេចាប់ដើមតាំងណាតាំងណីតែខ្ញុំអង្គុយគិតពីអ្នកប្អូនស្រីថាអូមិនដឹងស្លៀកអីទៅទេកម្មវិធីសូត្រមុនពេលល្ងាចអញ្ចឹងណោះដល់ពេលចុះគិតឡើងទៅស្លៀកកៅអៅខ្ញុំពាក់នៅផ្ទះរាល់ថ្ងៃហ្នឹងគឺថាពាក់អត់តែបានទៅសិនទៅចាគឺថាទៅហ្នឹងគឺអត់បានចូលអីកអង្គុយមួយគេទេចាគឺថាឈរមើលតែម្ដងជ្រើថាកម្មវិធីគេចាប់ផ្ដើមចាប់ទៅហើយឲ្យជ្រើចាប់ហ្មងទៅចាតែបន្ទាប់ពីកម្មវិធីបានចាប់សោះគ្រូហើយខ្ញុំក៏បានចូលទៅថតរូបថតអីជុំគ្រូសាអីដែរចាហើយបន្ទាប់ពីថតចាប់អស់ហើយគឺថាអស់មនុស្សហើយគឺថាគឺនាងខ្ញុំហ្នឹងគឺថាដល់ម៉ោងខ្ញុំត្រូវចូលថតម្ដងអ្នកទាំងអស់គ្នាម្ចាស់កម្មវិធីគឺថាដូចជាមិនសូវខ្វាយរឿងថតប្រហែលទេណាព្រោះដោយសារគេមានជាងថតរូបអស់ហើយតែសម្រាប់ខ្ញុំវិញគឺថាអូស្លន់ស្លោមានការឃើញអីគឺថាទុកអារម្មណ៍គឺថាអត់ថតបានហើយនេះគឺជាក្មួយរបស់ខ្ញុំអ្នកទាំងអស់គ្នាគឺថាអូគេឆ្លាតខ្លាំងមែនតើឲ្យធ្វើអីគេធ្វើដែរចាអូមានការកែងខ្លាំងថតល្ងឹតឡើងមួយថ្ងៃហើយឡើងថតគ្រប់សពអស់ហើយលេងស្រាប់តែគេទៅមកបើកភ្លើងឲ្យចាអញ្ចឹងនាងខ្ញុំក៏ថតបន្ថែមមកតង់ទៀតទៅហើយនេះគឺជាកម្ពុជាមេរំខានគឺថាខ្ញុំថតតែឯងគឺអត់មានសេចក្តីសុខតែម្ដងចាគឺថាមកជ្រៀតជ្រែកយើងគ្រប់សពបែបយ៉ាងតែម្ដងចាឥឡូវយើងមកសម្ភាសជាមួយនឹងក្មួយរបស់ខ្ញុំទាំងអស់គ្នានិយាយពីថាកាន់តែធំទៅគឺថាកាន់តែខ្ជូតហើយកាន់តែរពឹសតែម្ដងអ្នកទាំងអស់គ្នានិយាយពីថាអូយទុកអត់ឈ្នះទេថាវីដេអូឈអូនឈរដឹកម៉ាក់អត់នេះម៉ាក់ឈ្មោះអីម៉ាអូនមួយគេម៉ាអូនម៉ាអូនចាំប៉ាមួយប៉ាឡងម៉ាក់មានម៉ានមានពីរជីចាំម៉ាក់មួយទៀតឈ្មោះអីម៉ាគេរោចាក៏ប៉ុន្តែក្មេងគ្នាមិនដឹងអីទេយើងសួរអីគ្នាចេះឆ្លើយតាមតែឃើញទៅចាឥឡូវហ្នឹងគឺថាបន្ទាប់ពីថតរូបសពគ្រប់ហើយគឺដល់ម៉ោងដែលត្រូវរៀបចំផ្លែឈើអញ្ចឹងណាព្រោះដើម្បីត្រូវហែជំនួសថ្ងៃស្អែកហ្នឹងដើម្បីទទួលការស្លាទូអីចឹងទៅហើយខ្ញុំក៏ឆ្លៀតជួយរៀបចំអីអញ្ចឹងណាជួយបិទបោបិទអីហ្នឹងតែការពិតគឺថតសម្ដែងទេចាការបច្ចាក់ស្ដែងហ្នឹងគឺថាក្មួយខ្ញុំមួយការឈូកនៅខាងក្រោយហ្នឹងគឺថាជាអ្នកបិទចងទាំងអស់នេះគឺមុខគេចាហើយខ្ញុំហ្នឹងគឺថាសំដែងចងទេចាគឺចងបានប្រហែលហ្នឹងគឺឈប់ចងហើយគាត់ជួយលើកតិចតួចទេចា
គិតមើលល្អប៉ុណ្ណាបើសុកស្រាប់តែមានផ្លែឈើ36មុខមកដល់ផ្ទះអញ្ចឹងនេះចាតែនេះមិនមែន36មុខទេថាចូលចង់100មុខ ហើយនិយាយពីថាក្មួយខ្ញុំនេះគឺថាខ្ញុំមិនអត់តនេទេចាគឺថាត្រូវតែមកជួយទីមការជួយធ្វើការគេអញ្ចឹងអត់មានមករត់អានេះថ្ងៃអត់ប្រយោជន៍ទេណាប្រាប់ឲ្យហើយនឹងឥឡូវគឺថាមានការគម្រាមកំហែងលើក្មេងជាខ្លាំងចាម្ដាយគេឃើញហើយគឺថាជួយមើលផងណា Chị ra để thoát sẵn rồi. Chưa chặt anh chặt ចាបើថាអត់មានអ្នកជួយចាប់ចេញទេគឺថាយើងថតហ្នឹងគឺថាមិនដឹងការបាននិយាយតន់ចប់ទេគេថាចូលមកទៀតហើយនិយាយទៅគឺថាថតវីដេអូមួយនេះគឺតម្រាំបានមិនងាយស្រួលទេអ្នកទាំងអស់គ្នាឥឡូវហ្នឹងគឺផឹកស្អែកចូលមកដល់ហើយគឺថាខ្ញុំបញ្ញាបញ្ញាប់ខ្លាំងមែនទែនរៀបចំវ៉ាន់ហ្នឹងមកផ្ទះខាងស្រីដើម្បី make up ក៏ដូចជាធ្វើសក់ធ្វើអីអញ្ចឹងណាបន្ទាប់ពីរួចរាល់គឺយើងចាប់ផ្ដើមដូរសម្លៀកពាក់ដូរអីរៀបចំហើយផឹកនេះផងដែរគឺថាគេទទួលការស្លាហ្នឹងគឺខ្ញុំហ្នឹងគឺជាអ្នកចែកអាំងប៉ាវពីអ្នកបងស្រីរបស់ខ្ញុំតែម្ដងចាហើយនិយាយពីថាឈុតវិញគឺថានាំនាងកំងពណ៌ដូចគ្នាតែចុងក្រោយគឺថាដូចគ្នាទាំងអស់និយាយទៅគ្រួសារ7ពណ៌តែម្ដងចាចាឥឡូវហ្នឹងគឺថាកម្មវិធីយើងគឺចាប់ផ្ដើមប្រាវដានាងខ្ញុំនេះគឺថាមិនមកអងយូរទេគឺថាព្យាយាមថតឲ្យបានច្រើនខ្លាំងមែនតើតែថតនៅតែបានតិចដដែលអ្នកទាំងអស់គ្នាហើយមើលអ្នកទាំងអស់គ្នាគឺថាខ្ញុំសៀកឈុតនេះគឺថា red ឲ្យប្រហែលដែរគឺថាសម្រាប់ខ្ញុំគឺថាខ្ញុំស្រឡាញ់ពណ៌ខ្លាំងមែនតើចាគឺថាវាស្រស់ស្អាតខ្លាំងមែនតើការប៉ັດដំបូងឡើយហ្នឹងគឺថា plan របស់យើងហ្នឹងគឺពណ៌ក្រហមទេប៉ុន្តែជាក់ស្ដែងគឺថារ៉ូម៉ូតស្អាតអត់មានសោះតែម្ដងអញ្ចឹងសម្រាប់ថាយកពណ៌លឿងហ្នឹងតែម្ដងទៅចាឲ្យស៊ីជាមួយនឹងម៉ាក់អញ្ចឹងណាព្រោះដោយសារគាត់ពាក់ពណ៌មាសដែរអញ្ចឹងយើងពាក់ពណ៌មាសដែរទៅចាឥឡូវហ្នឹងបន្ទាប់ពីទទួលការស្លាទូអីចំហ្នឹងគឺថាយើងមានកាហ្វេមានម៉ាឆាមានអីហ្នឹងទទួលឲ្យស្វាគមន៍ភ្ញៀវដែលជួយមកហាយចំនួនហាអីហ្នឹងចាខ្ញុំក៏បានទៅញ៉ាំអីហួចហួរក៏ដែរហើយក៏ឆ្លៀតមកថតរូបបន្ថែមអីអញ្ចឹងទៅដើម្បីទុកឲ្យអ្នកទាំងអស់គ្នាមើលនឹងឯងថតហ្នឹងគឺថាថតល្មមដែរតែព្រោះថាខ្ញុំគឺជាមនុស្សដែលចូលចិត្តស្ដាយខ្លាំងមែនតើអញ្ចឹងបើថាថតច្រើនគឺត្រូវតែផុសច្រើនចឹងថាថតបានប៉ុន្មានល្មមគឺបានហើយតែអញ្ចឹងទេគឺថាតែច្រើនហ្នឹងគឺផុសទាំងអស់តែម្ដងចាគឺថាទូរស័ព្ទវិញគឺ full តែម្ដងគិតមើលអ្នកទាំងអស់គ្នាស្រស់ស្អាតមើលប៉ុណ្ណឹងដែរមិនសមណា single តែជឿទៅអ្នកទាំងអស់គ្នាអ្នកដែលគាត់នៅ single ណាគឺកុំគិតថាខ្លួនឯងអត់មានអ្នកស្រឡាញ់អត់មានអ្នកយកអីគឺថាអត់ទេការពិតទៅគឺគាត់ជាអ្នកដែលមានបុណ្យបារមីខ្ពស់ខ្លាំងមែនតើចឹងហើយបានជាហេតុបណ្ដាលឲ្យគាត់ហ្នឹងគឺអត់តន់ជប់គូព្រេងនៅ single ណាអីអញ្ចឹងទៅអញ្ចឹងយើងកាប់ពិតយើងមិនមែនខ្វះអ្នកស្រឡាញ់ទេគឺថាយើងមកពីយើងហ្នឹងគឺថាវាមិនចង់បានអញ្ចឹងណាអ្នកទាំងអស់គ្នាចាជាក់ស្ដែងទៅគឺថានិយាយលួងខ្លួនឯងទេចាសូមអរគុណខ្ញុំនិយាយមែនបើសួរថាបងប្រុសការអញ្ចឹងមានអារម្មណ៍បែបណាដែរគឺថាខ្ញុំមានអារម្មណ៍ថារំភើបសប្បាយរីករាយខ្លាំងមែនតែនចាព្រោះរាល់ថ្ងៃហ្នឹងគឺថាមិនសូវត្រូវគ្នាជាមួយបងប្រុសប្រហែលទេចានៅពេលដែលគាត់បានការអញ្ចឹងទៅគឺថាបាត់អ្នកឆ្លួតជាមួយហើយបើនិយាយពីបងប្រុសខ្ញុំវិញគឺថាជាមនុស្សម្នាក់តែអត់សូវចេះមាត់កទេតែបើថានិយាយវិញគឺថានិយាយមិនសូវជាពិរោះភាសាជាមួយនឹងប្អូនប្រហែលទេចាហើយជាពិសេសហ្នឹងគឺថាមិនដែលសរសើរប្អូនតែម្ដងចាគឺថាមានតែបូលីប្អូនតែម្ដងបូលីរឿងអីអ្នកទាំងអស់គ្នាគឺថាបូលីរឿងប្រើអត់បានគឺថាខ្ជិលហើយមួយទៀតគឺខ្ញុំធ្វើម្ហូបអីគឺថាគាត់មិនដែលសរសើរថាឆ្ងាញ់មួយម៉ាត់ណាទេចាសូមអរគុណអាម៉េចទេវីដេអូនេះដូចជាមកហែកគេបងខ្លួនឯងចាជាក់ស្ដែងទៅបើនិយាយពីគុណសម្បត្តិរបស់បងប្រុសខ្ញុំវិញគឺថាបងប្រុសខ្ញុំគឺជាបងប្រុសទី1បងប្រុសច្បងតែម្ដងហើយខ្ញុំគឺជាកូនស្រីទី2ចាអញ្ចឹងក្នុងនាមជាបងប្រុសគឺថាបើនិយាយពីចំណុចល្អរបស់គាត់វិញគឺគាត់ជាមនុស្សដែល slow ទេអ្នកទាំងអស់គ្នាហើយអញនិយាយបានថាបងប្រុសខ្ញុំគឺគាត់ចិត្តល្អខ្លាំងមែនតើដូចថាអូនត្រូវការអីចឹងទៅថ្ងៃគូកំណើតថ្ងៃអីសើទិញនំខេតទិញអីឲ្យចឹងណាអត់ដែលភ្លេចថ្ងៃគូថ្ងៃអីបងអូនទេ
ហើយបើថាមានអីជួយបងអូនបានគឺជួយរហូតតែម្ដងជាពិសេសគឺតែមិនសូវជាព្រោះភាសានៅផ្ទះអីអញ្ចឹងណាអាហ្នឹងសម្ដីបងប្អូនឯងអញ្ចឹងទៅវាមិនសូវព្រោះទេតែថានៅមុខគេមុខឯងគឺថាឲ្យតម្លៃប្អូនទៅសើប្អូនមែនតែនតែម្ដងអាហ្នឹងគឺថាខ្ញុំទៅសើគាត់ខ្លាំងមែនតែនគឺថាគេនិយាយអីអត់ល្អអីចឹងគឺថាជួយកាន់ជើងប្អូនតែម្ដងចាអញ្ចឹងគឺថាខ្ញុំមានការភ្ញាក់ផ្អើលជាមួយនឹងបងប្រុសរបស់ខ្ញុំជាខ្លាំងចាសូមអរគុណ ឥឡូវមកចូលមកដល់វីដេអូរបស់យើងវិញគេថាដល់ម៉ោងគេកាត់សក់ហើយអ្នកទាំងអស់គ្នានិយាយពីថាអ្នកកំដរខាងប្រុសវិញគេថាអូយគេថាគេលេងជាមួយខ្លាំងជាងគេពួករិសាអីគឺខាងប្រុសគឺងាយស្រួលលេងជាមួយអញ្ចឹងថាខាងស្រីស្រីគឺពិបាកលេងមួយបន្តិចឥឡូវទៅស្ដាប់សំឡេងវីដេអូនឹងទាំងអស់គ្នាទៅកុំឲ្យខ្ញុំស្ដាប់តែខ្ញុំនិយាយពេកគឺថាវាអត់សប្បាយមើល vì mà anh sẽ hay thì các bạn đây làm nào ở cái đây không rồi đúng rồi rồi là cái chụp ảnh cái hướng chụp ra rồi chụp tới đây mà ảnh không có không đi con bạc nhắm ra đây là mình cần tiêu ở sân bóng biên bàn đấy đặt đây chui ra chui xa và đôi khi khuyên chân tới trâu ca ca bị thi ấy còn khuyên một khuyên mà đi điện mà thi thì mà cũng ra khang khang mắt ở chung này ចាអញ្ចឹងបន្ទាប់ពីកម្មវិធីពេលផឹកឆាប់សពគ្រប់ហើយគឺខ្ញុំទៅផ្ទះសិនគេថា remove make up remove អីអស់ហើយសពគ្រប់ហើយឥឡូវហ្នឹងគឺដល់ពេលល្ងាចគឺយើងមក make up សាថ្មីខ្ញុំអត់ធ្វើអីច្រើនទេអ្នកទាំងអស់គ្នាខ្ញុំគ្រាន់តែ make up ហើយមកសក់វិញគឺថាខ្ញុំតម្លាក់ធម្មតាគាត់ណារៀងកឹបខាងលើបន្តិចខាងក្រោមហ្នឹងដំបូងគឺខ្ញុំឲ្យគាត់មូវិញទៅតែចេះស្ដែងគឺថាមូវាមិនបានជាប់ស្អីទេអ្នកទាំងអស់គ្នាគឺថាវានៅតែលាវិញអស់អញ្ចឹងចេះស្ដែងគឺយើងសិតតម្លាក់ធម្មតាអញ្ចឹងទៅគឺថាមុតសាមញ្ញតែមើលទៅស្អាតចាសូមអរគុណ មានការសរសើរខ្លួនឯងជាខ្លាំងចាហើយសុកហ្នឹងគឺថាមិនតាន់ដល់អីផងគឺថារបបកញ្ចក់ទីដែរគឺថាកាលហ្នឹងតាមខ្លួនរហូតគឺថាបិទកញ្ចក់ហ្នឹងនឹងប្រហែលដងទេមួយថ្ងៃហ្នឹងចាបិទតាំងពីយប់មិញជ្រុំម្ដងព្រឹកនេះគឺថាជ្រុះពីរដងអ្នកទាំងអស់គ្នាគឺថាបិទរហូតតែម្ដងហើយនិយាយពីថាគឺថាសមួយសែតតែម្ដងអ្នកទាំងអស់គ្នារោគគាត់សស្បែកជើងក៏សកបោកក៏សគឺថាសមួយសែតតែម្ដងចា
ហើយមានការនៅ air on គឺថាបើមេឃមិនល្ងិតទេគឺថាអត់ចេញទៅជួយទទួលភ្ញៀវតែម្ដងចាអញ្ចឹងឥឡូវហ្នឹងគឺថាយើងនៅរៀបចំនៅ air on អូនិយាយពីថាឃើញខ្លួនឯងស្អាតវិញគឺថាអូយសប្បាយចិត្តខ្លាំងមែនតើអ្នកទាំងអស់គ្នាហើយអ្នកទាំងអស់គ្នាមកកម្មវិធីមួយថ្ងៃហ្នឹងគឺថាខ្ញុំថតតែកាមេរ៉ាស៊ីនរហូតហ្មងគឺថាលងជាមួយនឹងសម្រស់ខ្លួនឯងខ្លាំងតែម្ដងគឺថាពាក្យនិយាយមិនត្រូវតែម្ដងចាអូយមានការសរសើរខ្លួនឯងជាខ្លាំងចានិយាយទៅយើងត្រូវចេះលើកទឹកចិត្តនិងសរសើរខ្លួនឯងណាទាំងអស់គ្នាបើថាយើងអត់ចេះស្រឡាញ់ខ្លួនឯងទេយើងកុំចេះស្រឡាញ់គេអត់សោះចាសូមអរគុណហើយនិយាយពីថាចេញមកហ្នឹងគឺថាមនុស្សអ៊ូអរភ្ញៀវអីគឺថាមកច្រើនខ្លាំងមែនតែនប៉ុន្តែគឺថាខ្ញុំចង់ថតរូបអ្នកទាំងអស់គ្នាតែជាស្ដែងភ្ញៀវមកគឺភ្ញៀវថតរហូតអញ្ចឹងណាអញ្ចឹងតម្រាំតែចាំរៀងស្ងាត់ទៅតម្រាំតែខ្ញុំបានថតហ្នឹងគឺថាអត់បានចូលតុអង្គុយញ៉ាំអីគេទេគឺថានៅអង្គុយចាំគឺថានៅចាំតថតបានអញ្ចឹងណាអញ្ចឹងឥឡូវហ្នឹងគឺថាខ្ញុំបានចូលថតហើយអ្នកនរគ្នាគឺថាថតអត់ឲ្យអត់មានវីដេអូទុកឲ្យអ្នកនរគ្នាមើលទេគឺថតដឹងប្រហែលដងឯងបងប្អូននិងបងប្អូនធុញអ្នកនរគ្នាហើយនេះគឺជាស្នាដៃបងប្អូនរបស់ខ្ញុំដែលជាកាមេរ៉ា woman តែម្ដងចាគឺថាញាក់សាច់តែម្ដងចាគឺថាថតជាងមកស្អាតជាងកាមេរ៉ាមែនទៀតណាតើសារកាមេរ៉ា woman ទៀតណាពួកគេខំថតឲ្យអញ្ចឹងណាតែជាក់ស្ដែងគឺស្អាតមែនអ្នកទាំងអស់គ្នាហើយថតតែកាមេរ៉ាស៊ីនតែមើលទៅស្អាតខ្លាំងហ្មងអ្នកទាំងអស់គ្នាតែជាក់ស្ដែងមកវាយើងស្អាតដែរហ្នឹងតើសារខ្លួនឯងទៀតណាចាសូមអរគុណគិតទៅយើងមិនងាយនឹងបានធ្វើខ្លួនទៅកម្មវិធីទេអញ្ចឹងបើថាយើងមានជ្រុលមានកម្មវិធីម្ដងគឺយើងធ្វើខ្លួនតិចទៅតែចាក់ស្ដែងខ្ញុំមិនសូវបានធ្វើខ្លួនឯណាអ្នកទាំងអស់គ្នាឃើញចាក់តែអញ្ចឹងគឺតែមកស្អីគឺតម្លាក់ធម្មតាផាត់តែមុខទេហើយសៀករ៉ូបសៀអីហ្នឹងគឺសៀកធម្មតាហើយរ៉ូបវិញអ្នកទាំងអស់គ្នាខ្ញុំអត់បានទៅបញ្ចោឲ្យរឹបរៀងឃើញចកេះអីស្អាតទេដោយសារខ្ញុំគិតថាសាយវាពាក់ទៅវាត្រូវមួយរៀងខ្ញុំអញ្ចឹងណាហើយអញ្ចឹងតែខ្ញុំក៏ខ្ជិលស្រីអីញ៉ៃច្រើនអញ្ចឹងណាបើថាស្រីទៀតអូញាក់ស្លាប់នឹងស្អាតដូច Miss Grand បាត់ហើយនេះហើយចំពោះរ៉ូបនឹងផងដែរគឺខ្ញុំអត់បានអ៊ុតអីឲ្យវាធំភ្លឹងភ្លឺចែងចាំងអីដែរអ្នកទាំងអស់គ្នាខ្ញុំគិតថាប៉ុណ្ណឹងវាល្មមអញ្ចឹងដោយសារពេលវេលាយើងរៀងខោយអត់សូវមានពេលបានទៅស្រីអីញ៉ៃទេអញ្ចឹងមានតែស្លៀកប៉ុណ្ណឹងទៅអរគុណច្រើនលេខតាកូនកន្លះកូនកំមុំបាទបាន3 10ទេមេចៃញ៉ាញ់ហ្នឹងរោមសហ្នឹងបាទទូនឹងកូនកំមុំអាយុបាទ19បាទចាអ្នកទាំងអស់គ្នាឥឡូវដល់កម្មវិធីយើងបោះបាច់ផ្កាអ្នកទាំងអស់គ្នាគឺថាខ្ញុំចង់ទៅចាប់បាច់ផ្កាណាខ្ញុំខំទៅឈរថតដើម្បីធៀមដើម្បីចាប់បាច់ចាំមើលតែខ្ញុំចាប់បានដែរអត់អ្នកទាំងអស់គ្នាហើយកូននេះអ្នកទាំងអស់គ្នាពី3នាក់គ្នាគេហ្នឹងគឺថាមកឈរចិត្តខ្ញុំហ្នឹងគឺថាអែតសក់ខ្ញុំទេគេថាអូមិនចាអីសក់វែងម្លេះសក់ស្អាតម្លេះចាខ្ញុំចង់បានអញ្ចឹងដែរហើយអ៊ីមួយនៅចិត្តហ្នឹងក៏គាត់មកអញ្ចឹងទៀតខ្ញុំអ្នកឈរ end on ហ្នឹងថតមិនចេញទេកន្លែងគាត់ស្ដាប់គាត់អាសាហ្នឹងអ្នកទាំងអស់គ្នាឥឡូវហ្នឹងគឺថាយើងមកទស្សនាវីដេអូយើងចាប់បាច់ផ្កាទាំងអស់គ្នាតើអ្នកណាទៅដែលមានសំណាងចាប់បានបាច់ផ្កាហ្នឹងហើយតើខ្ញុំអាចចាប់បានបាច់ផ្កាហ្នឹងដែរអត់អ្នកទាំងអស់គ្នាចាំមើលទាំងអស់គ្នាអស់នៅបាទកំមុំយើងបាទមិនឃើញផ្ទៃពីពេលនេះស្អាតឃើញមកចូលចាប់ផ្កាហ្នឹងបាទណាបាទកូនកំមុំបាយ5មកខ្ញុំបាទរោមវែងដល់រោមបាទអរគុណច្រើនត្រៀមណាពេលដែលខ្ញុំរាប់ដល់3បាទកូនកន្លះកូនកំមុំបបបាច់ការយកតែម្ដងទៀតណាបាទអ្នកដែលចាប់បាច់ការនៅក្នុងរាត្រីយប់នេះគឺថាបានរង្វាន់ធំបាទបានរង្វាន់ធំបាទជាទីគាប់ចិត្តបាទយកពីដៃមិចបាទត្រៀម1 2 3តោះអូផ្កានេះមានទឹកបាទត្រៀមបាទកូនកន្លះមួយចាត់តែកូនកំមុំ1 2 3ធ្លាក់ដៃឌុបបាទសុំភាសាថ្មីបាទកុំដើមគ្នាកូនអត់ទាន់ហើយយ៉ាប់យកទៅណាកូនមិញទីទុយផ្លែឈើហ្នឹងអត់ឲ្យអ្នកណាយកទេต้องឲ្យកូនមន្ត្រីទេកូន
ប្រឡាក់ស្ដីអស់លេងកុំស្ដើមគ្នាលុកតដៃបានហើយកុំស្ដើមគ្នាបុកគ្នាញ៉ៃញ៉ៃផ្លែផ្លែឈើអត់ឃើញទេបាទត្រៀម1ងាប់ហើយនៅភូមិពេកថ្មីនេះសតប្រហ្មងដល់នឹងកំមុំតិចទេការអស់លេងណានៅសល់តែកូនកំមុំមួយហ្នឹងចង់ក្រោយការដាក់ត្រៀម1 2 3អេកុំឲ្យធ្លាក់អូខេឃើញសំណាងបានលើប្រុសស្អាតមកឡើងលើឆាកហ្នឹងប្រុសស្អាតនេះលាកពាក់ពណ៌ខ្មៅស្បែកជើងពណ៌ខ្មៅខោក្រៅក៏ខ្មៅខោអាវក្រៅក៏ខ្មៅលីឡើងក៏កន្លងក៏ខ្ញុំជូនកាដូជូនទឹកក្មួយប្រុសគាត់ក្មួយធំយ៉ាងមីងទៀតណាអូអាំងប៉ាវដល់ជូនពរឲ្យមីងពូតិចគាត់អត់ទេដល់ដល់មេក្រូអញ្ចឹងដកយកអាំងប៉ាវវិញថ្មីណាហើយជុំនេះចា បាទជូនពរឲ្យបងទាំងពីរស្រឡាញ់គ្នាដល់ចាកោខ្នោះ ប៉ុណ្ណឹងឯណាឲ្យតែស្រឡាញ់គ្នាចាស់កោខ្នងហ្មង ហើយរកទទួលទានមានបាន សាធុមកដល់អាំងប៉ាវពាក់កណ្ដាលអត់ចេះជូនពរហងអរគុណបងប្រុសបាទជូនពរឲ្យឆាប់ដល់គូណាហ្នឹងហើយជូនពរកុំកន្លងកូនកំមុំជួបតែសេចក្តីសុខសំណាងល្អជោគជ័យការងារហេងស្រឡាញ់គ្នាថែរក្សាគ្នា ចាមានការបូលីនាងខ្ញុំជាខ្លាំងថាបងអូនខ្ញុំខួសជាងខ្ញុំមិនចង់និយាយថាខ្ញុំទៀបមែនទេអ្នកទាំងអស់គ្នាខ្ញុំមានដំណឹងល្អប្រាប់អ្នកទាំងអស់គ្នាសម្រាប់អ្នកដែលគាត់ចង់បានសក់ដុសវែងលឿនណាហើយគាត់មានបញ្ហាជ្រុះសក់ច្រើនឬក៏សក់គាត់ទៅពេកឬក៏វាថាឆក់អីអញ្ចឹងណាសក់អត់ងាយដុសហ្មងគឺគាត់អាចផ្សាប្រើជាមួយទឹកបដោះសក់របស់ខ្ញុំបានដែលខ្ញុំនឹងមានចេញលក់នៅខែ6នេះអ្នកទាំងអស់គ្នាអាចឆាតចូលទៅកាន់ page របស់ខ្ញុំនឹងបានឬក៏ page Hella Hair Tonic Spray បាន ចាបន្តពីកម្មវិធីរបស់យើងចាប់សពគ្រប់ហើយគឺថាដល់ម៉ោងគេរំរែកអ្នកទាំងអស់គ្នាហើយឥឡូវហ្នឹងគឺថាគេដាក់ DJ ម្ដងអ្នកទាំងអស់គ្នាព្រោះកូនកំឡោះគឺថាលះខ្លាំងមែនតើចា ចឹងវីដេអូមួយនេះគឺថាចាប់ត្រឹមហ្នឹងហើយកម្មវិធីក៏ចប់ដែរអញ្ចឹងអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូនឹងដល់ចប់អញ្ចឹងអ្នកដែលបានមើលដល់ចប់កុំភ្លេច comment ប្រាប់ខ្ញុំផងគឺថាអរគុណច្រើនខ្លាំងមែនតើកុំភ្លេច subscribe YouTube របស់ខ្ញុំនិង follow page បាយបាយអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយបាយ